ជំរាបសួរពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តធុបនិងសួស្តីបងប្អូនសពេតទាំងអស់គ្នាបាទថ្ងៃនេះហើយជួបអរសូមធ្វើការចែកម្លែកពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តធុបនិងបងប្អូនសពេតទាំងអស់គ្នាអំពីប្រធានបទសុខភាពមួយទៀតហើយបាទថ្ងៃនេះយើងលើកឡើងអំពីបញ្ហាជំងឺលើអាស៊ីតបាទអញ្ចឹងតើតើនឹងបញ្ហាជំងឺលើអាស៊ីតដែរបាទថ្ងៃនេះយើងមានប្រធានបទថ្មីមួយទៀតដើម្បីចែកម្លែកគឺយើងនិយាយអំពីអាការៈជំងឺលើអាស៊ីតដែលភាសាអង់គ្លេសហៅថា hyperuricemia syndrome យើងឃើញនៅពេលបច្ចុប្បន្នហ្នឹងគឺជំងឺលើអាស៊ីតគឺជាជំងឺមួយដែលឃើញញឹកញាប់ផងដែរជាពិសេសគឺនៅលើមនុស្សពេញវ័យហើយក៏អាចកើតលើមនុស្សចាស់ឬក៏កូនក្មេងផងដែរបាទយើងចង់ដឹងថាតើអាការៈជំងឺលើអាស៊ីតហ្នឹងមានអាការៈរោគសញ្ញាអ្វីខ្លះដែលយើងអាចសម្គាល់បានបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយពី Hershey តែម្ដងបាទអញ្ចឹងមេតិការក្នុងហ្នឹងនេះដែលហៅជួបវធ្វើការចែកម្លែកយើងឃើញមាន3ចំណុចសំខាន់ទី1គឺសេចក្តីផ្ដើមទី2គឺអាការៈជំងឺលើអាស៊ីតនិងទី3គឺវិធីបង្ការជំងឺលើអាស៊ីតបាទយើងចង់ដឹងថាតើជំងឺលើអាស៊ីតហ្នឹងមានអាការៈរោគសញ្ញាអ្វីខ្លះដែលយើងអាចសម្គាល់បាននិងវិធីបង្ការជំងឺលើអាស៊ីតហ្នឹងយើងត្រូវធ្វើយ៉ាងណាខ្លះបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលសេចក្តីផ្ដើមបញ្ហាលើអាស៊ីតដែលភាសាអង់គ្លេសហៅថា hyperuricemia ឬក៏ភាសាបារាំងហៅថា hyperuricemia គឺជាការកើនឡើងខ្ពស់ខុសធម្មតាយូរីអាស៊ីតនៅក្នុងឈាមចំពោះស្ត្រីគឺលើសពី6មីលីក្រាមនៅក្នុង1ដេស៊ីលីត្រនៃឈាមចំពោះបុរសវិញគឺលើសពី7មីលីក្រាមនៅក្នុង1ដេស៊ីលីត្រនៃឈាមហើយនឹងមនុស្សអាយុក្រោម18ឆ្នាំគឺលើសពី5.5មីលីក្រាមនៅក្នុង1ដេស៊ីលីត្រនៃឈាមផងដែរអញ្ចឹងមានថាការលើអាស៊ីតហ្នឹងវាមិនមែនកើតតែលើមនុស្សពេញវ័យទេមនុស្សក្រោម18ឆ្នាំក៏អាចមានដែរពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាំរបបអាហារនិងជំងឺផងដែរយមើលជាបន្តទៅទៀតតកតងការលើអាស៊ីតគឺមានថាកម្រិតអាស៊ីតអ៊ូរិកក្នុងឈាមលើសពី6.8បាទឬក៏7មីលីក្រាមក្នុងដេស៊ីលីត្រនៃឈាមហើយកម្រិតអាស៊ីតអ៊ូរិកក្នុងឈាមលើសពី7មីលីក្រាមក្នុងដេស៊ីលីត្រនៃឈាមគឺចាត់ទុកថាឆ្អែតហើយអាការៈលើអាស៊ីតនឹងកើតមានឡើងអញ្ចឹងបើសិនជាលើសតិចតួចវាអត់ទាន់មានអាការៈរោគសញ្ញាទេប៉ុន្តែបើលើសពី7មីលីក្រាមក្នុងដេស៊ីលីត្រឈាមគឺអាការៈលើអាស៊ីតយើងសង្កេតឃើញមានផងដែរបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតើតើអាការៈជំងឺលើអាស៊ីតតើជំងឺលើអាស៊ីតហ្នឹងមានអាការៈរោគសញ្ញាអ្វីខ្លះដែលយើងអាចសម្គាល់បានបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលអាការៈជំងឺលើអាស៊ីតទី1គឺអ្នកជំងឺឈឺសន្លាក់ខ្លាំងពិសេសគឺសន្លាក់មេជើងបាទសន្លាក់កែងដៃឬក៏សន្លាក់ជង្គង់ជាដើមបាទអញ្ចឹងយើងមើលបន្តទៅទៀតតកតងអាការៈជំងឺលើអាស៊ីតទី2គឺភាពមិនស្រួលរ៉ាំរ៉ៃលើសន្លាក់ក្រោយពីការឈឺថមថយមានច្រើនថ្ងៃទៅសប្តាហ៍បាទអញ្ចឹងវាមានលក្ខណៈមួយគឺរ៉ាំរ៉ៃតែម្ដងនៃសន្លាក់ហ្នឹងក្រោយពីការឈឺនោះវាមានការថមថយដែរមានច្រើនថ្ងៃទៅសប្តាហ៍បាទអញ្ចឹងយើងមើលជាបន្តទៅទៀតតកតងជំងឺអាការៈលើជំងឺអាស៊ីតទី3គឺតកតងនឹងការរលាកនិងឡើងក្រហមលើសន្លាក់มันមានការបង្ករោគនោះទេបាទហ្នឹងគឺជាសញ្ញាមួយដែលយើងឃើញមានញឹកញាប់តកតងនឹងអាការៈជំងឺលើអាស៊ីតផងដែរជាមួយជាបន្តទៀតតកតងអាការៈជំងឺលើអាស៊ីតទី4គឺសន្លាក់ឡើងក្តៅនៅពេលយើងស្ទាបដូចនៅលើភ្លើងអញ្ចឹងបាទហ្នឹងគឺជាអាការៈមួយដែរដែលយើងឃើញមានតកតងនឹងជំងឺលើអាស៊ីតជាមួយជាបន្តទៀតតកតងនឹងអាការៈជំងឺលើអាស៊ីតទី5គឺភាពមានកម្រិតនៃការធ្វើចលនារបស់សន្លាក់ហ្នឹងដោយសារមានការកកកុញនៃគ្រាប់ទូចៗរបស់
uric acid នៅក្នុងស្លាកហ្នឹងជួយស្លាកហ្នឹងវាអាចធ្វើឲ្យវាមានភាពមានកម្រិតនៃការធ្វើចលនារបស់ស្លាកហ្នឹងផងដែរបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតទៅនឹងអក្សរជំងឺលើអាស៊ីតទី6គឺលេចចេញរោគសញ្ញាគ្រោះតម្រងនោមជាពិសេសគឺអាស៊ីតរិកក៏អាចធ្វើឲ្យកើតជាគ្រោះតម្រងនោមដែរហៅគ្រោះតម្រងនោមដែលកើតចេញពីសាច់ដែលយើងញ៉ាំសាច់ច្រើនបាទហ្នឹងគឺជាអក្សរដែលយើងឃើញមានផងដែរតទៅនឹងជំងឺលើអាស៊ីតហ្នឹងបាទអញ្ចឹងយើងក៏លេចមើលទៅលើវិធីបង្ការម្ដងតើវិធីបង្ការជំងឺលើអាស៊ីតហ្នឹងយើងត្រូវធ្វើយ៉ាងណាខ្លះបាទយើងចង់ដឹងតើអ្នកសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលវិធីបង្ការជំងឺលើអាស៊ីតទី1គឺយើងត្រូវជៀសវាងនឹងការផឹកស្រាបាទអញ្ចឹងការទទួលទានស្រាប៊ីយ៉ាវាអាចធ្វើមានការផលិតនៅអាស៊ីតកាន់តែច្រើនអញ្ចឹងវាអាចធ្វើអ្នកលើអាស៊ីតហ្នឹងមានការកើតឡើងនៅរោគសញ្ញាលាកសន្លាក់ហ្នឹងកាន់តែខ្លាំងផងដែរបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតើតើវិធីបង្ការជំងឺលើអាស៊ីតទី2អ្នកជំងឺត្រូវជៀសវាងនឹងការផឹកភេសជ្ជៈកំប៉ុងបាទអញ្ចឹងជាតិផ្អែមភេសជ្ជៈកំប៉ុងហ្នឹងក៏អាចធ្វើឲ្យកម្រិតអាស៊ីតូរិកកាន់តែកើនឡើងអ្នកជំងឺកាន់តែមានរោគសញ្ញាផងដែរបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតើតើវិធីបង្ការជំងឺលើអាស៊ីតទី3ត្រូវជៀសវាងបរិភោគគ្រឿងសមុទ្រនិងបង្កងទឹកសាបអញ្ចឹងពពុះគ្រឿងសមុទ្រនិងបង្កងទឹកសាបហ្នឹងអាចធ្វើឲ្យអាស៊ីតហ្នឹងកាន់តែកើនឡើងផងដែរបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតើតើវិធីបង្ការជំងឺលើអាស៊ីតទី4គឺត្រូវជៀសវាងបរិភោគសាច់ក្រហមបាទដូចជាសាច់ភ្លៅជ្រូកគោនិងសត្វផ្សេងទៀតហ្នឹងហើយជៀសវាងនៅថ្នាំសត្វនិងគ្រឿងក្នុងរបស់សត្វពីព្រោះអាហារទាំងអស់ហ្នឹងគឺវាអាចធ្វើអាស៊ីតកាន់តែកើនឡើងផងដែរបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតើតើវិធីបង្ការជំងឺលើអាស៊ីតទី5គឺត្រូវជៀសវាងឬក៏ផ្លាស់ប្ដូរថ្នាំធ្វើឲ្យអាស៊ីតកើនក្នុងឈាមផងដែរបាទហ្នឹងគឺជាវិធីបង្ការមួយដែរតើតើនឹងជំងឺលើអាស៊ីតហ្នឹងបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតើតើវិធីបង្ការជំងឺលើអាស៊ីតទី6គឺត្រូវព្យាបាលជំងឺធ្វើឲ្យអាស៊ីតកើននៅក្នុងឈាមផងដែរឧទាហរណ៍ដូចជាជំងឺបំរុងកុលាភ្លើងឬក៏តើតើជំងឺតម្រងនោមនិងជំងឺផ្សេងទៀតផងដែរបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតើតើនឹងវិធីបង្ការជំងឺលើអាស៊ីតទី7គឺត្រូវហាត់ប្រាណឲ្យបានទៀងទាត់និងធ្វើការសម្រកគីឡូបាទអញ្ចឹងការហាត់ប្រាណវាជួយកាត់បន្ថយនៃការផលិតអាស៊ីតនៅក្នុងរាងកាយយើងផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតើតើវិធីបង្ការជំងឺលើអាស៊ីតទី8គឺត្រូវប្រឹក្សាជាមួយនឹងគ្រូពេទ្យដើម្បីជ្រើសរើសថ្នាំបញ្ចុះជាតិអាស៊ីតឲ្យបានសមស្របទៅតាមកម្រិតនៃការកើនឡើងរបស់វាអញ្ចឹងមកថាកើនប៉ុណ្ណឹងគួរតែប្រើថ្នាំបញ្ចុះអាស៊ីតលេខប្រមាណល្អសមស្របបាទតើតើនឹងការប្រើប្រាស់របស់វាហ្នឹងបាទទាំងអស់ហ្នឹងហើយគឺជាវិធីបង្ការតើតើជំងឺលើអាស៊ីតនៅក្នុងខ្លួនរបស់មនុស្សយើងផងដែរប្រសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់តាមដានព័ត៌មានសុខភាពថ្មីៗដោយទៅថ្លៃច្រើនទៀតអាចចូលរួមជាមួយនឹង Channel Telegram យើងខ្ញុំគឺ Health Telegram Official បាទអាចធ្វើការ scan QR code ទៅដើម្បីចូលទៅក្នុង Channel យើងខ្ញុំចុច Subscribe ឬក៏ Join ដើម្បីតាមដានព័ត៌មានសុខភាពថ្មីៗដោយទៅថ្លៃច្រើនទៀតផងដែរប្រសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់មានបញ្ហាសុខភាពផ្សេងៗជាពិសេសគឺជំងឺទាក់ទងផ្ដាំរំលាយអាហារជំងឺផ្ដាំទឹកមាត់ឬក៏ជំងឺផ្ដាំទឹកពូជជាពិសេសគឺទាក់ទងបញ្ហាលើអាស៊ីតតែម្ដងបាទឲ្យប្រឹក្សាដល់ថ្លៃតាម Telegram បេខ្សែគឺ092 59 3350 088 3132 225ហើយនឹង016 58 57 64ផងដែរប្រសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់ទទួលបាននូវវីដេអូអប់រំសុខភាពថ្មីៗបន្ថែមទៀតក៏ដូចជាវីដេអូព័ត៌មានសុខភាពថ្មីៗនិងវីដេអូនៃការរៀនពេទ្យរបស់សិស្សពេទ្យជាពិសេសគឺពីបច្ចេកទេសពេទ្យតែម្ដងបាទយើងអាចចូលទៅក្នុង YouTube Channel ហើយពាក្យ Hershuk Official បាទដោយអក្សរស្រាប់ចុច search ស្វែងរកទៅពេលហ្នឹងឃើញ logo របស់យើងខ្ញុំបាទអាចចូលក្នុង Channel ជាពាក្យ Subscribe និងរូបកណ្ដឹងបាទជាពាក្យ Subscribe និងរូបកណ្ដឹងគឺសម្រាប់អ្នកថ្មីៗដែលមិនទាន់បាន Subscribe អញ្ចឹងនៅពេលដែល Hershuk Official ធ្វើការផុសវីដេអូជាបន្ត
នឹងឃើញក្នុងបណ្ដាញ YouTube ជាបន្តបន្ទាប់បាទសូមអរគុណចំពោះការគ្រប់គ្រងនិងការ Subscribe ដល់ Channel របស់ខ្ញុំផងដែរបាទសូមអរគុណជំរាបសួរពុកម៉ែបងប្អូនក៏ដូចជាប្រិយ YouTube និងសួស្តីបងប្អូនសាពេតទាំងអស់គ្នាបាទថ្ងៃនេះហើយជួបអរសូមធ្វើការចែកម្លែកពុកម៉ែបងប្អូនក៏ដូចជាប្រិយ YouTube និងបងប្អូនសាពេតទាំងអស់គ្នាអំពីប្រធានបទសុខភាពមួយទៀតហើយបាទថ្ងៃនេះយើងលើកឡើងអំពីបញ្ហាជំងឺលើអាស៊ីតបាទអញ្ចឹងតើតើនឹងបញ្ហាជំងឺលើអាស៊ីតដែរបាទថ្ងៃនេះយើងមានប្រធានបទថ្មីមួយទៀតដើម្បីចែកម្លែកគឺយើងនិយាយអំពីអាការៈជំងឺលើអាស៊ីតដែលភាសាអង់គ្លេសហៅថា hyperuricemia syndrome យល់នៅពេលបច្ចុប្បន្នហ្នឹងគឺជំងឺលើអាស៊ីតគឺជាជំងឺមួយដែលឃើញញឹកញាប់ផងដែរជាពិសេសគឺនៅលើមនុស្សពេញវ័យហើយក៏អាចកើតលើមនុស្សចាស់ឬក៏កូនក្មេងផងដែរបាទយើងចង់ដឹងថាតើអាការៈជំងឺលើអាស៊ីតហ្នឹងមានអាការៈរោគសញ្ញាអ្វីខ្លះដែលយើងអាចសម្គាល់បានបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយពី Hershey Bashar តែម្ដងបាទអញ្ចឹងមេតិកាក្នុងនេះដែល Hershey Bashar ធ្វើការចែកម្លែកយើងឃើញមាន3ចំណុចសំខាន់ទី1គឺសេចក្តីដើមទី2គឺអាការៈជំងឺលើអាស៊ីតនិងទី3គឺវិធីបង្ការជំងឺលើអាស៊ីតបាទយើងចង់ដឹងថាតើជំងឺលើអាស៊ីតហ្នឹងមានអាការៈរោគសញ្ញាអ្វីខ្លះដែលយើងអាចសម្គាល់បាននិងវិធីបង្ការជំងឺលើអាស៊ីតហ្នឹងយើងត្រូវធ្វើយ៉ាងណាខ្លះបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលសេចក្តីផ្ដើមបញ្ហាលើអាស៊ីតដែលភាសាអង់គ្លេសហៅថា hyperuricemia ឬក៏ភាសាបារាំងហៅថា hyperuricemia គឺជាការកើនឡើងខ្ពស់ខុសធម្មតាយូរីកអាស៊ីតនៅក្នុងឈាមចំពោះស្ត្រីគឺលើសពី6មីលីក្រាមនៅក្នុង1ដេស៊ីលីត្រនៃឈាមចំពោះបុរសវិញគឺលើសពី7មីលីក្រាមនៅក្នុង1ដេស៊ីលីត្រនៃឈាមហើយនឹងមនុស្សអាយុក្រោម18ឆ្នាំគឺលើសពី5.5មីលីក្រាមនៅក្នុង1ដេស៊ីលីត្រនៃឈាមផងដែរអញ្ចឹងមានថាការលើអាស៊ីតហ្នឹងវាមិនមែនកើតតែលើមនុស្សពេញវ័យទេមនុស្សក្រោម18ឆ្នាំក៏អាចមានដែរពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាំរបបអាហារនិងជំងឺផងដែរយមើលជាបន្តទៅទៀតតកតងការលើអាស៊ីតគឺមានថាកម្រិតអាស៊ីតអ៊ូរិកក្នុងឈាមលើសពី6.8បាទឬក៏7មីលីក្រាមក្នុងដេស៊ីលីត្រនៃឈាមហើយកម្រិតអាស៊ីតអ៊ូរិកក្នុងឈាមលើសពី7មីលីក្រាមក្នុងដេស៊ីលីត្រនៃឈាមគឺចាត់ទុកថាឆ្អែតហើយអាការៈលើអាស៊ីតនឹងកើតមានឡើងអញ្ចឹងបើសិនជាលើតិចតួចវាអត់ទាន់មានអាការៈរោគសញ្ញាទេប៉ុន្តែបើលើពី7មីលីក្រាមក្នុងដេស៊ីលីត្រឈាមគឺអាការៈលើអាស៊ីតយើងសង្កេតឃើញមានផងដែរបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតើតើអាការៈជំងឺលើអាស៊ីតតើជំងឺលើអាស៊ីតនឹងមានអាការៈរោគសញ្ញាអ្វីខ្លះដែលយើងអាចសម្គាល់បានបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលអាការៈជំងឺលើអាស៊ីតទី1គឺអ្នកជំងឺឈឺសន្លាក់ខ្លាំងពិសេសគឺសន្លាក់មេជើងបាទសន្លាក់កែងដៃឬក៏សន្លាក់ជង្គង់ជាដើមបាទអញ្ចឹងយើងមើលបន្តទៅទៀតតកតងអាការៈជំងឺលើអាស៊ីតទី2គឺភាពមិនស្រួលរ៉ាំរ៉ៃលើសន្លាក់ក្រោយពីការឈឺថមថយមានច្រើនថ្ងៃទៅសប្តាហ៍បាទអញ្ចឹងវាមានលក្ខណៈមួយគឺរ៉ាំរ៉ៃតែម្ដងនៃសន្លាក់ហ្នឹងក្រោយពីការឈឺនោះវាមានការថមថយដែរមានច្រើនថ្ងៃទៅសប្តាហ៍បាទអញ្ចឹងយើងមើលជាបន្តទៅទៀតតកតងជំងឺអាការៈលើជំងឺអាស៊ីតទី3គឺតកតងនឹងការរលាកនិងឡើងក្រហមលើសន្លាក់มันមានការបង្ករោគនោះទេបាទហ្នឹងគឺជាសញ្ញាមួយដែលយើងឃើញមានញឹកញាប់តទៅនឹងអាការៈជំងឺលើអាស៊ីតផងដែរជាមួយជាបន្តទៀតតទៅអាការៈជំងឺលើអាស៊ីតទី4គឺសន្លាក់ឡើងក្តៅនៅពេលយើងស្ទាបដូចនៅលើភ្លើងអញ្ចឹងបាទហ្នឹងគឺជាអាការៈមួយដែរដែលយើងឃើញមានតទៅនឹងជំងឺលើអាស៊ីតជាមួយជាបន្តទៀតតទៅនឹងអាការៈ
ជំងឺលើអាស៊ីតទី5គឺភាពមានកម្រិតនៃការធ្វើចលនារបស់សន្លាក់ហ្នឹងដោយសារមានការកកកុញនៃគ្រាប់តិចតួចរបស់យូរីអាស៊ីតនៅក្នុងសន្លាក់ហ្នឹងជួយសន្លាក់ហ្នឹងវាអាចធ្វើឲ្យវាមានភាពមានកម្រិតនៃការធ្វើចលនារបស់សន្លាក់ហ្នឹងផងដែរបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតទៅនឹងអក្សរជំងឺលើអាស៊ីតទី6គឺលេចចេញរោគសញ្ញាគ្រោះតម្រងនោមជាពិសេសគឺអាស៊ីអេរិកក៏អាចធ្វើឲ្យកើតជាគ្រោះតម្រងនោមដែរថាគ្រោះតម្រងនោមដែលកើតចេញពីសាច់ដែលយើងញ៉ាំសាច់ច្រើនបាទហ្នឹងគឺជាអក្សរដែលយើងឃើញមានផងដែរតទៅនឹងជំងឺលើអាស៊ីតហ្នឹងបាទអញ្ចឹងយើងក៏លេចមើលទៅលើវិធីបង្ការម្ដងតើវិធីបង្ការជំងឺលើអាស៊ីតហ្នឹងយើងត្រូវធ្វើយ៉ាងណាខ្លះបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលវិធីបង្ការជំងឺលើអាស៊ីតទី1គឺយើងត្រូវជៀសវាងនឹងការផឹកស្រាបាទអញ្ចឹងការទទួលទានស្រាប៊ីយ៉ាវាអាចធ្វើមានការផលិតនៅអាស៊ីតកាន់តែច្រើនអញ្ចឹងវាអាចធ្វើអ្នកលើអាស៊ីតហ្នឹងមានការកើតឡើងនៅរោគសញ្ញាលាកសន្លាក់ហ្នឹងកាន់តែខ្លាំងផងដែរបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតើតើវិធីបង្ការជំងឺលើអាស៊ីតទី2អ្នកជំងឺត្រូវជៀសវាងនឹងការផឹកភេសជ្ជៈកំប៉ុងបាទអញ្ចឹងជាតិផ្អែមភេសជ្ជៈកំប៉ុងហ្នឹងក៏អាចធ្វើឲ្យកម្រិតអាស៊ីតូរិកកាន់តែកើនឡើងអ្នកជំងឺកាន់តែមានរោគសញ្ញាផងដែរបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតើតើវិធីបង្ការជំងឺលើអាស៊ីតទី3ត្រូវជៀសវាងបរិភោគគ្រឿងសមុទ្រនិងបង្កងទឹកសាបអញ្ចឹងពពុះគ្រឿងសមុទ្រនិងបង្កងទឹកសាបហ្នឹងអាចធ្វើឲ្យអាស៊ីតហ្នឹងកាន់តែកើនឡើងផងដែរបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតើតើវិធីបង្ការជំងឺលើអាស៊ីតទី4គឺត្រូវជៀសវាងបរិភោគសាច់ក្រហមបាទដូចជាសាច់ភ្លៅជ្រូកគោនិងសត្វផ្សេងទៀតហ្នឹងហើយជៀសវាងនៅថ្លើមសត្វនិងគ្រឿងក្នុងរបស់សត្វពីព្រោះអាហារទាំងអស់ហ្នឹងគឺវាអាចធ្វើអាស៊ីតកាន់តែកើនឡើងផងដែរបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតើតើវិធីបង្ការជំងឺលើអាស៊ីតទី5គឺត្រូវជៀសវាងឬក៏ផ្លាស់ប្ដូរថ្នាំធ្វើឲ្យអាស៊ីតកើនក្នុងឈាមផងដែរបាទហ្នឹងគឺជាវិធីបង្ការមួយដែរតើតើនឹងជំងឺលើអាស៊ីតហ្នឹងបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតើតើវិធីបង្ការជំងឺលើអាស៊ីតទី6គឺត្រូវព្យាបាលជំងឺធ្វើឲ្យអាស៊ីតកើននៅក្នុងឈាមផងដែរឧទាហរណ៍ដូចជាជំងឺបំរុងកន្លះភ្លើងឬក៏តើតើជំងឺតម្រងនោមនិងជំងឺផ្សេងទៀតផងដែរបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតើតើនឹងវិធីបង្ការជំងឺលើអាស៊ីតទី7គឺត្រូវហាត់ប្រាណឲ្យបានទៀងទាត់និងធ្វើការសម្រកគីឡូបាទអញ្ចឹងការហាត់ប្រាណវាជួយកាត់បន្ថយនៃការផលិតអាស៊ីតនៅក្នុងរាងកាយយើងផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតើតើវិធីបង្ការជំងឺលើអាស៊ីតទី8គឺត្រូវប្រឹក្សាជាមួយនឹងគ្រូពេទ្យដើម្បីជ្រើសរើសថ្នាំបញ្ចុះជាតិអាស៊ីតឲ្យបានសមស្របទៅតាមកម្រិតនៃការកើនឡើងរបស់វាអញ្ចឹងមកថាកើនប៉ុណ្ណឹងគួរតែប្រើថ្នាំបញ្ចុះអាស៊ីតលេខប្រមាណល្អសមស្របបាទតើតើនឹងការប្រើប្រាស់របស់វាហ្នឹងបាទទាំងអស់ហ្នឹងហើយគឺជាវិធីបង្ការតើតើជំងឺលើអាស៊ីតនៅក្នុងខ្លួនរបស់មនុស្សយើងផងដែរប្រសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់តាមដានព័ត៌មានសុខភាពថ្មីៗដោយថ្លៃច្រើនទៀតអាចចូលរួមជាមួយនឹង Channel Telegram យើងខ្ញុំគឺ Health Telegram Official បាទអាចធ្វើការ scan QR code ទៅដើម្បីចូលទៅក្នុង Channel យើងខ្ញុំចុច Subscribe ឬក៏ Join ដើម្បីតាមដានព័ត៌មានសុខភាពថ្មីៗដោយថ្លៃច្រើនទៀតផងដែរបើសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់មានបញ្ហាសុខភាពផ្សេងៗជាពិសេសគឺជំងឺទាក់ទងផ្ដាំរំលាយអាហារជំងឺផ្ដាំទឹកមាត់ឬក៏ជំងឺផ្ដាំទឹកពូជជាពិសេសគឺទាក់ទងបញ្ហាលើអាស៊ីតតែម្ដងបាទឲ្យប្រឹក្សាដល់ថ្លៃតាម Telegram បេក្ខគឺ092 59 3350 088 3132 225ហើយនឹង016 58 57 64ផងដែរប្រសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់ទទួលបាននូវវីដេអូអប់រំសុខភាពថ្មីៗបន្ថែមទៀតក៏ដូចជាវីដេអូព័ត៌មានសុខភាពថ្មីៗនិងវីដេអូនៃការរៀនពេទ្យរបស់សិស្សពេទ្យជាពិសេសគឺពាក្យបច្ចេកទេសពេទ្យតែម្ដងបាទយើងអាចចូលទៅក្នុង YouTube Channel ហើយពាក្យ Hershuk Official បាទដោយអក្សរស្រាប់ចុច search ស្វែងរកទៅពេលហ្នឹងឃើញ logo របស់យើងខ្ញុំ
បាទអាចចុចក្នុង channel ជាពាក្យ subscribe និងយល់កណ្ដឹងបាទជាពាក្យ subscribe និងរូបកណ្ដឹងគឺសម្រាប់អ្នកថ្មីៗដែលមិនទាន់បាន subscribe អញ្ចឹងនៅពេលដែល YouTube Official ធ្វើការផុសវីដេអូជាបន្តនឹងឃើញក្នុងបណ្ដាញ YouTube ជាបន្តបន្ទាប់បាទសូមអរគុណចំពោះការគ្រប់គ្រងនិងការ subscribe ដល់ channel របស់យើងផងដែរបាទសូមអរគុណ